ព្រលឹកចុងក្រោយនៃឆ្នាំ2025បានមកដល់តាមការណាត់អ្វីៗទាំងអស់នៃឆ្នាំចាស់នឹងត្រូវបានគ្រប់ដណ្ដប់ដោយព្រើពណ៌សខណៈពេលដែលអ្វីៗថ្មីនិងបរិសុទ្ធទាំងអស់បានធ្លាក់មកលើដៃរបស់យើងយ៉ាងស្រទន់ជាមួយនឹងផ្កាព្រើលការធ្វើមនុស្សព្រើលនៅថ្ងៃធ្លាក់ព្រើលគឺជារឿងធំមួយពេលរមៀបាល់ព្រើលដែលរបស់ខ្ញុំត្រជាក់ប៉ុន្តែបេះដូងមានភាពកក់ក្ដៅណាស់បាល់ព្រើលទី1ត្រូវតែមានភាពរឹងមាំដោយសារតែវាជាគ្រឹះមូលដ្ឋាននៃរាងកាយរបស់មនុស្សព្រើលបាល់ព្រើលទី2ត្រូវតែមានរាងមូលដោយសារតែវាតំណាងឲ្យក្តីស្រមៃពេញបរិបូរណ៍ពេលក្រឡេកមើលមិត្តថ្មីដ៏គួរឲ្យស្រឡាញ់និងក្បាលផ្អៀងនេះឈរនៅក្នុងព្រើលអារម្មណ៍នឿយហត់ stress ការព្រួយបារម្ភទាំងអស់ពេញមួយឆ្នាំហាក់ដូចជាត្រូវបានគ្រប់ដណ្ដប់និងបំបត្តិដោយព្រើលធ្លាក់ខ្លាំងនេះDear Hi ឆ្នាំ2025យ៉ាងបានទទួលកាដូចុងក្រោយរបស់អ្នកហើយនៅឆ្នាំ2026ដែលជាឆ្នាំថ្មីមួយយើងនឹងឈរយ៉ាងរឹងមាំដូចជាមនុស្សព្រើលនេះជាមួយនឹងភាពក្លាហាននិងភាពកក់ក្ដៅ